មេកអ្នកកម្មាធិការបោះឆ្នោតថៃបោះសម្រេចយ៉ាងឆ្លើយថាបើពលរដ្ឋមិនជឿគណៈកម្មាធិការមិនបាច់ទៅបោះឆ្នោតទេមិនទាន់ដល់ថ្ងៃបោះឆ្នោតផ្លូវការផងប្រទេសថៃបានជួបរឿងជំរុងចម្រាសជាបន្តបន្ទាប់ជាក់ស្ដែងរៀងរ៉ាវចុងក្រោយបំផុតនេះធ្វើឲ្យប្រជាជនថៃក្តៅស្លឹកត្រជាក់ខ្លាំងដោយសារតែមេកអ្នកកម្មាធិការរៀបចំការបោះឆ្នោតបានបោះសម្ដីឆ្លើយទៅពលរដ្ឋថាបើមិនជឿគណៈកម្មាធិការមិនបាច់ទៅបោះឆ្នោតទេសម្ដីនេះចេញពីមាត់អគ្គលេខាធិការអ៊ីវលោកសេវែងប៊ួនរីដែលនិយាយក្នុងវីដេអូបង្ហោះលើយន្តទីឆ្លើយតបទៅពលរដ្ឋថៃមួយចំនួនដែលហាក់សម្ដែងការមិនពេញចិត្តនឹងឥតជឿជាក់លើបន្ទាប់ពីកើតមានភាពមិនប្រក្រតីមួយចំនួនអំឡុងការបោះឆ្នោតមុនថ្ងៃកំណត់កាលពីសប្តាហ៍មុនតាមការផ្សាយរបស់ Dengtot Post នៅថ្ងៃសុក្រទី6 ខែកុម្ភៈឆ្នាំ2026លោកសេវែងបានប្រតិកម្មទៅនឹងពាក្យរិះគន់ពីសំណាក់ប្រជាជនដោយនិយាយខ្វល់ថាបើអ្នកមិនជឿគណៈកម្មាធិការមិនបាច់ទៅបោះឆ្នោតទេយ៉ាងណាក្រោយមកមិនបានប៉ុន្មានផងស្រាប់តែបរិសម្នាក់នេះបង្ហាញការសោកស្ដាយដោយចេញការសុំទោសលើបណ្ដាញសង្គម Facebook ថាទំនុកចិត្តរបស់សាធារណជនលើការបោះឆ្នោតគឺផ្អែកលើសស្តម្ភពីប្រព័ន្ធបោះឆ្នោតនិងមនុស្សដែលជាអ្នកប្រតិបត្តិវ៉ែលោកបញ្ជាក់ថាសម្ដីរបស់លោកគឺមានបំណងសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើជាពិសេសក្នុងកំឡុងពេលដែលមានការចោទសួរជាច្រើនអំពីដំណើរការបោះឆ្នោតមុនថ្ងៃកំណត់លោកអាងថាខ្លួនគ្មានបំណងចង់រារាំងសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះទេហើយលោកសុំទោសចំពោះការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យសូមចម្រាប់ថាដបិតការបោះឆ្នោតសកលនៅប្រទេសថៃនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី8 ខែកុម្ភៈនេះក៏ដោយប៉ុន្តែថៃក៏បានរៀបចំការបោះឆ្នោតមុនថ្ងៃរួចហើយផងដែរកាលពីថ្ងៃអាទិត្យសប្តាហ៍មុនយ៉ាងណាពលរដ្ឋថៃមិនតិចអ្នកទេដែលសម្ដែងការមិនពេញចិត្តនឹងត្អូញថែក៏ដូចជាលើកឡើងអំពីភាពមិនប្រក្រតីជាច្រើនក្នុងកំឡុងពេលការបោះឆ្នោតនោះដោយអ្នកខ្លះលើកឡើងអំពីកំហុសបច្ចេកទេសនៅតាមមណ្ឌលបោះឆ្នោតមួយចំនួនពលគឺមន្ត្រីរៀបចំការបោះឆ្នោតបានសរសេរលេខកូដមណ្ឌលខុសនៅលើស្រោមសញ្ញាឆ្នោតដែលអាចធ្វើឲ្យសញ្ញាឆ្នោតទាំងនោះคล้ายជាសញ្ញាឆ្នោតមិនបានការឯខ្លះទៀតក៏ចោទប្រកាន់អំពីការដឹកជញ្ជូនមនុស្សឲ្យទៅបោះឆ្នោតជាក្រុមដែលទង្វើនេះធ្វើគេសង្ស័យថាជាផ្នែកមួយនៃយុទ្ធសាស្ត្រទិញទឹកចិត្តម្ចាស់ឆ្នោត